Fortran 2026 ในក្នុងឆ្នាំនេះមានការកែប្រែជាច្រើនប៉ុន្តែចំណុចដែលមិនបានកែប្រែនេះទើបធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលទៅវិញទេសម្រាប់ការផ្លាស់ប្ដូររូបរាងមានដូចជាផ្នែកប៉ាណាកាំងខាងមុខកាំងខាងក្រោយចង្គៀងម៉ូដថ្មីយ៉ាន់ម៉ូដថ្មីអង្តែនខាងក្រោយទម្រង់ម៉ូដថ្មីហើយបន្ថែមជាមួយនឹងកាមេរ៉ាមួយគ្រាប់ទៀតនៅផ្នែកខាងក្រោយផងដែរឡើងដល់ទៅ2គ្រាប់ទៅហើយខ្ញុំនឹងប្រាប់អំពីមុខងាររបស់កាមេរ៉ាទី2នេះនៅពេលបន្តិចទៀតនេះនៅផ្នែកខាងក្នុងនេះវិញក៏មានការផ្លាស់ប្ដូរជាមួយនឹងពណ៌ស្បែកកៅអីទៅជាពណ៌ទឹកក្រូចសម្រាប់ ambient lighting ឯនេះវិញក៏អាចឲ្យបងប្អូនអាចសេរីពណ៌ទៅតាមចំណង់ចំណូលចិត្តបានផងដែរសម្រាប់រូបភាពនៅក្នុងកុងទ័រនិងអេក្រង់កំសាន្តក៏មានការផ្លាស់ប្ដូរ software version ថ្មីផងដែរហើយនេះគឺជាកញ្ចក់មើលក្រោយរបស់យើងដែលវាបានភ្ជាប់ទៅនឹងកាមេរ៉ាទី2នៃផ្នែកខាងក្រោយដែលអនុញ្ញាតឲ្យបងប្អូនមើលទៅផ្នែកខាងក្រោយបានយ៉ាងច្បាស់និងជាក់លាក់ផងដែរបន្ថែមពីនេះទៅទៀតការផ្លាស់ប្ដូរ speaker ថ្មីទៅជា brand Akamis ដែលជា brand របស់ប្រទេសបារាំងដែលមានមុខងារជាទម្រង់ 3D ហើយនឹងមានជំនួយបុកបាសក៏ដូចជាមានមុខងារ road noise compensation ទៀតផងសម្រាប់តម្លៃនៅតែដដែលត្រឹមតែ $42,900 តែប៉ុណ្ណោះហើយនេះហើយគឺជាអ្វីដែលយើងមិននឹកស្មានដល់សម្រាប់ការកែប្រែយ៉ាងច្រើនបែបនេះតែតម្លៃវិញនៅតែរក្សាដដែលនោះចុះបងប្អូនយល់យ៉ាងណាដែរសម្រាប់ Fortran 2026នេះអាច comment ខាងក្រោមឲ្យខ្ញុំម្ដងផង